មេរៀនទី1ការសម្អាតខ្លួនប្រាណក៏តាផ្នែកច្រមុះមាត់ត្រចៀកនិងស្បែកមានមុខងារអ្វីខ្លះផ្នែកខ្ញុំអាចមើលឃើញឆ្ងាយចិត្តច្រមុះហិតសំក្លិនសាយភាយរីមាត់ខ្ញុំញ៉ាំនៅនិយាយច្រៀងលេងសប្បាយផុតកង្វល់ត្រចៀកខ្ញុំជាអ្នកចាំស្ដាប់ត្រង់ត្រឹមយកពាក្យបច្ចិនទាំងឡាយវាល្អពីអ្នកម្ដាយប៉ាម៉ាក់តាយាយផុតអំបុលអណ្ដាតខ្ញុំអាចដឹងរសជាតិស្បែកមិនឃ្លាតដឹងក្តៅរងាការពារខ្លាយដប់អង្គានាំក្តីសុខជាប្របីហូរខតាយើងថែរក្សានិងសម្អាតផ្នែកផ្សេងនៃរាងកាយដោយម្ដេចខ្លះ1យើងត្រូវថែរក្សាភ្នែកដោយអានសៀវភៅក្រោមពន្លឺគ្រប់គ្រាន់ជូតភ្នែកនិងកន្សែងស្អាតមិនយកវត្ថុឬដៃកខ្វក់ទៅប៉ះភ្នែកមិនលុបមុខឬងូតទឹកកខ្វក់2យើងត្រូវថែរក្សាច្រមុះដៃប្រើកន្សែងទន់ស្អាតជូតច្រមុះពេលមានសម្បោរទប់ច្រមុះនិងកន្សែងពេលដើរកាត់កន្លែងកខ្វក់ឬមានធូលីមិនប្រើវត្ថុរឹងរុករន្ធច្រមុះទី3យើងត្រូវថែរក្សាត្រចៀកដៃលាងឬជូតត្រចៀកឲ្យស្អាតជានិច្ចការពារត្រចៀកកុំឲ្យសត្វល្អិតឬទឹកចូលមិនប្រើវត្ថុរឹងឬម្រាមដៃរុកត្រចៀកមិនដាប់សំឡេងលាស់រំពងខ្លាំងទប់ច្រមទីតត្រចៀកឬជៀសវាងពីកន្លែងមានសំឡេងលាន់រំពងខ្លាំងជាសាសប៉ាកំពុងថតវីដេអូបាយអាកូនមេទី4យើងត្រូវថែរក្សានិងសម្អាតមាត់ធ្មេញដៃខ្ពុលមាត់និងសម្អាតធ្មេញពេលក្រៅពីដំណេកដាក់និងក្រោយពីបរិភោគអាហាររួចមិនបរិភោគអាហារត្រជាក់ពេកឬក្តៅពេកនិងមិនខាំរបស់រឹង5យើងត្រូវថែរក្សានិងសម្អាតខ្លួនប្រាណដោយប្រើសាប៊ូនិងទឹកស្អាតសម្រាប់លាងខ្លួនជូតនិងកន្សែងឬក្រមាស្អាតលាងដៃជានិច្ចមុននិងក្រោយពេលបរិភោគឬក្រោយពេលចេញពីបង្គន់ស្លៀកពាក់ស្អាតជានិច្ចងូតទឹក2 ដងយ៉ាងតិចក្នុងមួយថ្ងៃអូខេ